នៅក្នុងពិភពលោកគ្រោះថ្នាក់ដែលអាចធ្លាក់មកដល់ក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីមេឃមិនមែនជាកន្លែងសុវត្ថិភាពដូចមុនទៀតឡើយមេឃដែលយើងមើលឃើញថាស្ងប់ស្ងាត់អាចនឹងក្លាយទៅជាផ្លូវនៃគ្រាប់មីស៊ីលផ្លោងឬដ្រូនអត្តឃាតដែលសម្ដៅមកកំទេចទីក្រុងក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីមីស៊ីលនិងយន្តហោះចម្បាំងអាចក្លាយជាអាវុធសម្រាប់មនុស្សរាប់ពាន់នាក់ដោយមិនចាំបាច់ឈានដល់ព្រំដែនដីដើម្បីទប់ស្កាត់គ្រោះថ្នាក់ទាំងនេះមនុស្សបានបង្កើតប្រព័ន្ធការពារមួយដែលមានឈ្មោះល្បីល្បាញនៅក្នុងពិភពលោកនេះគឺប្រព័ន្ធមីស៊ីល MIM-104 Patriot តើអ្វីដែលធ្វើឲ្យ Patriot ក្លាយទៅជាសុបិនអាក្រក់របស់យន្តហោះចម្បាំងនិងមីស៊ីលសត្រូវថ្ងៃនេះយើងនឹងមកស្វែងយល់អំពីអាថ៌កំបាំងបច្ចេកវិទ្យានិងសមរភូមិពិតដែលវាធ្លាប់ឆ្លងកាត់ប្រព័ន្ធមីស៊ីល Patriot គឺជាប្រព័ន្ធការពារអាកាសនិងមីស៊ីលដែលត្រូវបានរចនាឡើងដើម្បីទប់ស្កាត់យន្តហោះចម្បាំងមីស៊ីលប៉ាឡេស្ទិកនិងគ្រាប់មីស៊ីលផ្សេងៗទៀតវាមិនមែនជាអាវុធវាយប្រហារទេប៉ុន្តែវាជាខែលការពារសម្រាប់ប្រទេសទីក្រុងនិងគោលដៅយុទ្ធសាស្ត្រសំខាន់ៗ Patriot មិនមែនកាត់ឡើងដោយចៃដន្យទេវាត្រូវបានបង្កើតឡើងនៅក្នុងសម័យសង្គ្រាមត្រជាក់នៅក្នុងទសវត្សរ៍ឆ្នាំ60និង70ដោយក្រុមហ៊ុន Raytheon របស់សហរដ្ឋអាមេរិក Patriot ត្រូវបានអភិវឌ្ឍនៅក្នុងសម័យសង្គ្រាមត្រជាក់នៅពេលពិភពលោកពោរពេញទៅដោយការភ័យខ្លាចចំពោះសង្គ្រាមមីស៊ីលដំបូងវាត្រូវបានរចនាឡើងដើម្បីទប់ស្កាត់យន្តហោះចម្បាំងរបស់សហភាពសូវៀតប៉ុន្តែក្រោយមកវាត្រូវបានអភិវឌ្ឍបន្តឲ្យអាចចាប់បំផ្លាញមីស៊ីលប៉ាឡេស្ទិកដែលមានល្បឿនលឿនខ្លាំងឈ្មោះ Patriot គឺជាអក្សរកាត់នៃពាក្យថា Pass Array Tracking Radar to Intercept on Target វាត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងជួរកងទ័ពសហរដ្ឋអាមេរិកនៅឆ្នាំ1984ដើម្បីយល់ពីភាពខ្លាំងរបស់វាយើងត្រូវដឹងថា Patriot មិនមែនជាឡានដឹកកាំជ្រួចមួយនោះទេវាគឺជាប្រព័ន្ធស្មុគស្មាញដែលមាន4ផ្នែកសំខាន់ៗធ្វើការជាមួយគ្នាជំហានទី1ការរកឃើញ Radar ANMPQ អាចស្កេនមេឃជាបន្តបន្ទាប់រកឃើញគោលដៅរយៈចម្ងាយឆ្ងាយវាអាចចាប់សញ្ញាសត្រូវក្នុងចម្ងាយរាប់រយគីឡូម៉ែត្រនិងអាចតាមដានគោលដៅបានជាង100ក្នុងពេលតែមួយជំហានទី2 Control Station ការវិភាគប្រព័ន្ធកុំព្យូទ័រករណីល្បឿនទិសដៅនិងកម្រិតគ្រោះថ្នាក់របស់គោលដៅជំហានទី3 The Interceptor មីស៊ីលស្ទាក់ចាប់ការបំផ្លាញបើគោលដៅគំរាមកំហែងមីស៊ីល Patriot នឹងត្រូវបាញ់ឡើងដើម្បីបំផ្លាញវាមុនពេលវាទៅដល់គោលដៅ Patriot មិនមែនជាមីស៊ីលតែមួយប្រភេទទេពិភពលោកបានស្គាល់ឈ្មោះ Patriot ច្បាស់បំផុតនៅក្នុងសង្គ្រាមឈូងសមុទ្រ Gulf War ឆ្នាំ1991នៅពេលនោះវាត្រូវបានប្រើដើម្បីស្ទាក់ចាប់មីស៊ីល Scout របស់អ៊ីរ៉ាក់ទោះបីជាកាលនោះវាមានចំណុចខ្វះខាតខ្លះប៉ុន្តែសហរដ្ឋអាមេរិកមិនដែលបញ្ឈប់ការអភិវឌ្ឍឡើយពី Pac 1 Pac 2រហូតដល់ Pac 3 MSE ដែលជាកំណែទម្រង់ទំនើបបំផុត Pac 2ប្រើកម្លាំងផ្ទុះដើម្បីបំផ្លាញគោលដៅនៅលើអាកាស Pac 3មានបច្ចេកវិទ្យា Hit to Kill ដើម្បីបំផ្លាញគោលដៅដោយផ្ទាល់មានភាពត្រឹមត្រូវខ្ពស់ជាពិសេសសម្រាប់មីស៊ីលប៉ាឡេស្ទិក Pac 3គឺជាចំនួនទំនើបដែលបានបង្ហាញអំពីការរីកចម្រើននៃបច្ចេកវិទ្យាការពារអាកាសនាពេលថ្មីនេះនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន Patriot បានបង្ហាញសមត្ថភាពមិនគួរឲ្យជឿដោយវាអាចបាញ់ទម្លាក់សូម្បីតែមីស៊ីលល្បឿនលឿនជាងសំឡេង Hypersonic Missile Kinjal របស់រុស្ស៊ីដែលគេធ្លាប់ជឿថាមិនមានអ្វីអាចទប់ទល់បានសពថ្ងៃនេះប្រទេសជាច្រើនបានប្រើប្រាស់ Patriot ដើម្បីការពារជាតិរបស់ខ្លួនវាត្រូវបានដាក់នៅជុំវិញទីក្រុងធំៗមូលដ្ឋានយោធានិងតំបន់សំខាន់ៗ Patriot មិនមែនជាអាវុធប៉ុន្តែជាសារនៃការទប់ទល់សង្គ្រាមដោយបង្ហាញថាការវាយប្រហារមិនមែនជាជម្រើសងាយស្រួលទេ Patriot កំពុងត្រូវបានអភិវឌ្ឍបន្តជាមួយ AI បច្ចេកវិទ្យា Radar ថ្មីនិងការតភ្ជាប់ជាបណ្ដាញជាមួយនឹងប្រព័ន្ធការពារផ្សេងៗអនាគតនៃការពារដែនអាកាសមិនមែនជាប្រព័ន្ធតែមួយប៉ុន្តែជាបណ្ដាញខែលធ្វើការជាមួយគ្នាដើម្បីការពារជីវិតមនុស្សទោះបីជាវាមានតម្លៃថ្លៃមហាសាលដោយមីស៊ីលមួយគ្រាប់អាចមានតម្លៃដល់ទៅ$4 លានប៉ុន្តែសម្រាប់ប្រទេសជាច្រើន Patriot គឺជាការវិនិយោគដើម្បីសន្តិសុខជាតិវាគឺជាអាវុធដែលមិនមែនបង្កើតដើម្បីឈ្លានពានទេប៉ុន្តែដើម្បីការពារជីវិតមនុស្សរាប់ពាន់នាក់ពីការវាយប្រហារពីលើអាកាសប្រព័ន្ធមីស៊ីល Patriot មិនមែនជានិមិត្តសញ្ញានៃសង្គ្រាមប៉ុន្តែជានិមិត្តសញ្ញានៃការការពារការត្រៀមខ្លួននិងការទប់ស្កាត់គ្រោះថ្នាក់
នៅក្រោមមេឃដ៏ធំ Patriot ឈរជាខែលការពារប្រទេស មនុស្ស និងអនាគត។